បាទសួស្តីប្រិមិត្តវិលមកជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងនេតិនេះនៅក្នុងលើកមុននេះខ្ញុំឆ្លើយចំពោះប្រិមិត្តតកតងនឹងអឺថៃដែលអាមេរិកកាំងតះកំភ្លៀងឈប់និយាយរឿងពន្ធដារនោះគឺតកតងនឹងការចរចាពន្ធគយដំណាក់កាលទី3មិនមែនវាត្រឡប់ទៅដើមវិញទេហើយមានកថាថាវាផ្សាយព័ត៌មានឲ្យមនុស្សជឿថាអឺអាមេរិកកាំងហ្នឹងលុបពន្ធគយ19តម្លើងពន្ធគយលើថៃឈប់ចរចាហើយក្រោយមកវាផ្សាយថាប្រជាជនថៃហ្នឹងខឹងសម្បានឹងអាមេរិកកាំងហើយចង់ធ្វើសង្គ្រាមនៅអាមេរិកកាំងសិតតែជារឿងដែលបំពុលជា fake news ហើយក្រោយមកខ្ញុំក៏ចង់វែកញែកជូននៅក្នុងភាគមុនហ្នឹងថាថៃវាខាតយ៉ាងម៉េចវាចំណេញយ៉ាងម៉េចចំណែកខាងកម្ពុជាអានឹងទុកឲ្យរាជការគាត់ធ្វើការទៅនឹងមួយទៀតខ្ញុំក៏ឆ្លើយរឿងព្រំដែនហ្នឹងថាព្រំដែន800គីឡូម៉ែត្រហ្នឹងសៀមវាចង់បានដូចលោកហ៊ុនសែនព្រមជាមួយនឹងយួនព្រមធ្វើយ៉ាងម៉េចជំហានយ៉ាងម៉េចវាព្រមទៅតាមហ្នឹងបើបានតាមបំណងរបស់វាហ្នឹងវាមិនរករឿងខ្មែរទេវាមិនរករឿងលោកហ៊ុនសែនទេអញ្ចឹងនៅក្នុងវគ្គនេះខ្ញុំចង់ជំរាបថាគន្លឹះបុគ្គលដែលដោះស្រាយបញ្ហាបានជាមួយថៃហ្នឹងគឺមានតែម្នាក់ទេគឺលោកហ៊ុនសែនហើយចុះបើមានសំណួរសួរថាលោកហ៊ុនម៉ាណែតដោះស្រាយហ៊ុនម៉ាណែតដោះស្រាយបានទេចុះមិនក៏អត់ដោះស្រាយបានគាត់ជានាយករដ្ឋមន្ត្រីដោះមិនបានទេពីព្រោះហ៊ុនម៉ាណែតអត់ដឹងរឿងព្រំដែនអញ្ចឹងទេអត់ដឹងគាត់ឡើងធ្វើនាយករដ្ឋមន្ត្រីបានទៅ7-2ឆ្នាំហើយតែវាគាត់អត់ដឹងរឿងហ្នឹងវាតាក់ទងនឹងពុកគាត់ហើយរឿងហ្នឹងវាមិនមែននៅលើกระดาษទេរឿងហ្នឹងគឺជា deal ណាពុកគាត់ make a deal ជាមួយវៀតណាមគឺ make a deal ជាមួយនឹងយួនហើយវាត្រូវ make a deal ជាមួយនឹងសៀមការដឹងការយល់ការចេះផ្នែកព្រំដែនរបស់លោកហ៊ុនម៉ាណែតវានៅលើกระดาษអញ្ចឹងมันអាចដោះបានទេតោះដោះមានតែមួយគឺលោកហ៊ុនសែនជាអ្នកដោះហើយសៀមវាដើរនយោបាយជើង4ដូចឥឡូវហ្នឹងអាមេរិកផ្ទះកំភ្លៀងវាមានន័យថារដ្ឋាភិបាលសៀមហ្នឹងកំពុងតែ down តែទាហានវាអត់ down ទេណាទាហានវាអត់ down ទេទាហានវានៅតែដដែលទាហាននៅដដែលអូខេហើយការដែលដូណាល់ត្រាំគេសង្កត់លើថៃវាល្អចំពោះកម្ពុជាយើងក៏ប៉ុន្តែខាងកម្ពុជាយើងត្រូវមានអីដោះដូរជាមួយអាមេរិកហើយការដោះដូរជាមួយអាមេរិកនេះគឺស្រេចលោកហ៊ុនសែនឃើញលោកហ៊ុនសែនគឺជាមនុស្សដែលត្រូវដោះស្រាយបន្ទាប់មកទៀតការដែលត្រាំវាជួយវាកាន់អំណាចនៅអាមេរិកនេះរហូតដល់ឆ្នាំ29 30វាចេញហើយវាឈប់ធ្វើប្រធានាធិបតីហើយអញ្ចឹងតើដោះដូរជាមួយវាឲ្យលឿន26 27 28 29ក្នុង4ឆ្នាំហ្នឹងដោះដូរមួយវាឲ្យលឿនតើលោកហ៊ុនសែនសម្រេចចិត្តបែបណាអត់ត្រូវការអរគុណទេត្រូវការ deal ចុះបើមិន deal វិញត្រំគាត់ឈប់អន្តរាគមន៍គាត់មិនមែនជាព្រះវេស្សន្តរទេអញ្ចឹងប្រធានាធិបតីដូណាល់ត្រាំមិនមែនព្រះវេស្សន្តរទេមិនមែនទេណាមិនមែនព្រះវេស្សន្តរទេអញ្ចឹងលោកហ៊ុនសែនត្រូវមានអីដោះដូរហ្នឹងមួយទៀតផ្ទះកំភ្លៀងសៀមក៏វាគុំណាបញ្ញាប់ដោះស្រាយជាមួយវាផងសូមបញ្ជាក់ណាអាប្រកាសរួមហ្នឹងណាឥឡូវឧបមាថាត្រាំហ្នឹងសង្កត់កកសៀមឲ្យវាអនុវត្តការប្រកាសរួមហ្នឹងអញ្ចឹងវាអនុវត្ត4យ៉ាងដកសពាវុធធនធ្ងន់ពីព្រំដែនដោះមីន
បង្ក្រាប scammer ស្រាយបញ្ហាព្រំដែនដកសព្វវុធធ្ងន់ពីព្រំដែនបើធ្វើឲ្យលឿនគឺដាក់ឆ្នាំ25នេះធ្វើហើយណាអូខេដោះមីនអាចបញ្ញត្តិធ្វើពីឥឡូវទៅដល់ខែ4ខែ6ឆ្នាំ26បានដោះបានច្រើនបង្ក្រាប scammer ឆ្នាំ26ទាំងមូលរហូតដល់ឆ្នាំ27 28មិនដឹងបង្ក្រាបបានទេសហការគ្នាយ៉ាងម៉េចទេពីព្រោះអីពីព្រោះនៅខាងកម្ពុជាណាអូខេពីព្រោះមានខាងកម្ពុជាណាខាងកម្ពុជាមន្ត្រីក៏បានចំណូលពី scam ចំណែកខាង Thailand មន្ត្រីក៏បានចំណូលពី scam តើទាំងសងខាងហ្នឹងបង្ក្រាប scam យ៉ាងម៉េចចំណែករឿងព្រំដែន10ឆ្នាំទៅមុខទៀតដោះស្រាយអត់បានទេថាបានចុះ10ឆ្នាំ10ឆ្នាំអាហ្នឹងនិយាយឲ្យនិយាយទៀតណាដកអាវុធធនធ្ងន់វាអាចបញ្ចប់ដាច់ឆ្នាំនេះថ្ងៃ31ខែធ្នូដោះមីនវាអាចពាក់កណ្ដាលឆ្នាំ86ឆ្នាំ2000ឆ្នាំ26ឬក៏ពេញមួយឆ្នាំដើម្បីដោះ scammer មិនដឹងប្រហែលឆ្នាំទេពេលព្រោះវាបាត់ចំណូលខាងកម្ពុជាមន្ត្រីទាំងទាហានទាំងស៊ីវិលទទួលចំណូលពី scammer សេដ្ឋីមួយចំនួនក៏ទទួលចំណូលពី scammer នៅថៃដូចគ្នាទទួលចំណូលពី scammer ដោះស្រាយយ៉ាងម៉េចចុះរឿងព្រំដែនវានៅក្រោយដោះមីនតលតែដោះមីនហើយបានធ្វើព្រំដែនបានលឿនថា10ឆ្នាំហ្នឹងឲ្យហើយចុះអញ្ចឹងឆ្នាំ29ប្រធានាធិបតីអាមេរិកឡើងមកមិនយកចិត្តទុកដាក់ដូចត្រឹមទេបើចង់ឲ្យយកចិត្តទុកដាក់វាតលតែឲ្យស្អីអាមេរិកលោកហ៊ុនសែនជាអ្នកសម្រាប់តលតែឲ្យក្រុមហ៊ុនអាមេរិកមកប្រតិបត្តិការរកស៊ីនៅលើដីកម្ពុជាឲ្យច្រើនអូខេបងប្អូនឃើញពេលវេលាទេអាហ្នឹងរឿងមួយណាបងប្អូនណាបញ្ញត្តិលោកហ៊ុនសែនតែបញ្ញត្តិធ្វើបើមិនធ្វើទេអត់ដែលអូខេមួយទៀតថ្ងៃទី31ខែធ្នូថ្ងៃទី31ខែធ្នូហ្វីលីពីនណាថ្ងៃទី31ខែធ្នូហ្វីលីពីនធ្វើជាប្រធានអាស៊ានអញ្ចឹង AOT វាធ្លាក់ទៅលើកិច្ចការរបស់ Marco Junior ណាតើ Marco Junior គាត់មានពេលណាតើ Marco Junior គាត់មានពេលឬគាត់មានចំណូលចិត្តធ្វើអាកិច្ចការហ្នឹងទេគាត់មានចំណូលចិត្តធ្វើកិច្ចការហ្នឹងទេអាហ្នឹងតាថ្ងៃទី31ខែធ្នូអាន់វ៉ាអ៊ីប្រាហាំចប់មេដឹកនាំ AOT វាលែងជាម៉ាឡេស៊ីមួយកលៈទៀតអញ្ចឹងខាងសៀមមិនបាច់គិតពីវាទេខាងលោកហ៊ុនសែននេះត្រូវគិតអូខេប្រកាសរួមនេះនៅពេលអាមេរិកគៀបសង្កត់វាទប់បានតែមិនឲ្យបាញ់គ្នាទេតែបញ្ហាស្រាយនៅមិនចេញ
ស្រាយអត់ចាញ់ទេមានន័យថាទោះបីត្រង់វាគៀបសង្កត់ថៃក៏ដោយក៏វាអត់មានសន្តិភាពដែរណាអត់មានទេដូចខ្ញុំនិយាយចឹងវាផុយស្រួយណាអញ្ចឹងធ្វើម៉េចដោះស្រាយបញ្ហាជាមួយថៃបានដូចខ្ញុំនិយាយភាគមុនឲ្យតែលោកហ៊ុនសែនគាត់ព្រមរៀបព្រំដែនដូចគាត់ព្រមជាមួយយួនសៀមវាក៏ព្រមតើលោកហ៊ុនសែនហ៊ានសម្រេចចិត្តទេភ្លាម5ឆ្នាំ6ឆ្នាំអីតើលោកហ៊ុនសែន5ឆ្នាំ6ឆ្នាំអាចខ្ញុំនឹងមិនរស់ទេប៉ុន្តែលោកហ៊ុនសែនរស់ទេនៅខាងមុខសិតតែផ្លូវរដិបរដប់ផ្លូវមិនរលោងទេឃើញទេបងប្អូនឃើញផ្លូវវាអត់រលោងទេរបស់បញ្ហាត្រូវដោះស្រាយប្រើរាប់ឆ្នាំអញ្ចឹងអ្វីដែលអាមេរិកគៀបសង្កត់លើថៃនេះវាអត់ចាញ់សន្តិភាពទេវាគ្រាន់តែការពារមិនឲ្យបាញ់គ្នាប៉ុណ្ណឹង1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំហើយបើសៀមវាចរចាពន្ធកយជាមួយអាមេរិកទៅដល់ដំណាក់កាលទី3ដំណាក់កាលទី4ហើយវាដោះដូរជាមួយអាមេរិកបានឧទាហរណ៍ថាពន្ធកយវាធ្លាក់នៅសល់ 17% អីចឹងឬក៏វានៅ 19% ដែរប៉ុន្តែបញ្ជីលើកពន្ធវាធំជាងមុនហើយសៀមវាមានអីដោះដូរជាមួយឧបមាថាឆ្នាំ29 28 29វាមានលកម្មកោបន្តិចតួចសួរថាត្រឹមទៅធ្វើអីថៃឧបមាថាថៃហ្នឹងវារឿងរ៉ែកម្រហ្នឹងវាធ្វើឲ្យបានចាញ់ក្នុងរយៈពេល 3-4 ឆ្នាំហ្នឹងទៅធ្វើអីថៃកើតបើថៃវាបញ្ចុកនំបញ្ចុកចំណៃអញ្ចឹងវាទាល់តែកម្ពុជាហ្នឹងលះអ្នកណាអ្នកត្រូវលះលោកហ៊ុនសែនបើលោកហ៊ុនសែនមិនលះទេអត់មានអីដោះដូរជាមួយអាកាំងលឿនទេសៀមវាដោះដូរជាមួយអាកាំងបានមុនវារករឿងលោកហ៊ុនសែនទៀតហើយត្រង់ក៏អត់គៀបថៃដែរគៀបឯណាបានគេបញ្ចុកចំណៃអានោះមានអាណាទៅគិតថាត្រូវជួយកម្ពុជាទៀតដល់បានផ្លូវដើរអត់លលោងទេណាបងប្អូនផ្លូវដើរវាអត់រលោងណាវាមិនរលោងទេដូច្នេះឲ្យលោកហ៊ុនសែនមានការធ្វើច្រើនណាត្រូវរកអីមកដោះដូរឲ្យលឿនបើមិនដោះដូរទេហើយកុំភ្លេចណាចិនអន់ចិត្តចុះបើសិនជាចិនវាអន់ចិត្តវាទៅជួយអាអ្នកណាស្ដេចសៀមនៅស្រុកចិននៅឡើយវាជួយអ្នកណាផ្លូវដើរអត់ល្អកុំប្រញាប់ខ្សែជ័យយោពេកអញ្ចឹងហើយបាទខ្ញុំនិយាយត្រង់ខ្ញុំថាកុំសូវចូលពេកអីណាអរគុណមេដឹកនាំអីអត់ទាន់បានសន្តិភាពទេអើយណាខំប្រឹងរឿងអីណាមនុស្សទៅចែកបបរសាមគ្គីអីចែកណៅអីចែកទៅនៅរស់ស៊ីបានចេះតែចែកទៅនៅក្នុងស្រុកណាអារឿងស្រូវលក់អត់បានថ្លៃហ្នឹងអុកញ៉ាផ្អើលទិញស្រូវទិញបានប្រហែលលានតោនហើយចុះអាកថោផែងបានណាអត់នេះអត់ចាញ់ទេឃើញទេហើយចុះបើថៃវាព្រមអនុវត្តការប្រកាសរួមនឹងមានអ្នកស្រុកនឹងទៅភូមិជោគជ័យហើយនឹងភូមិប្រៃច័ន្ទទៀតទេទៅដេកយាមអីណាប្រសង់អីទៅជាយ៉ាន់តោអីចែកទឹកហ្វ្រីអីចែកនំប៉័ងអីទៀតទេចែកទៀតទេទៅអីគេចែកដបងមានតពួកហើយស្រេចអីចែកទៀតទេចែកទៀតដូចរឿងភាសាទៀតឥឡូវណា
ហើយសួរថានៅពេលដែលសៀមត្រូវកំភ្លៀងអាមេរិកហ្នឹងណាសួរតើតាហ៊ានសៀមនឹងហ៊ានកោះកៃទេខ្ញុំថាវាហ៊ានតែហ៊ានកោះកៃវាកោះកៃដាក់យើងហើយរដ្ឋាភិបាលអនុទិនហ្នឹងតែខែ1ហ្នឹងវាចប់ហើយអញ្ចឹងរដ្ឋាភិបាលថ្មីមកទៀតដោះស្រាយទៀតណាជើងវា4ណានយោបាយសៀមវាប្រើជើង4ណាវាប្រើជើង4ណាឃើញទេវាប្រើជើង4នយោបាយវាអនុទិនតែខែ1ហ្នឹងឡើងបានធ្វើយករដ្ឋមន្ត្រីណាចាប់អ្នកឡើងមកថ្មីគេប្រាប់អាមេរិកថាខ្ញុំថ្មីអូខេអញ្ចឹងអាប្រជ័នអាភូមិជោគជ័យនេះអ្នកស្រុកតលតែរាជការតលតែលោកហ៊ុនសែនហាមមិនអោយអាណាទៅក្នុងទៀតទេហើយចុះក៏ដល់ពេលគេដោះមីនទៅសហការដោះមីនអូខេបងប្អូនយល់ទេលោកហ៊ុនសែនត្រូវតែសហការដោះមីនបើមិនដោះមីនអារដ្ឋាភិបាលក្រោយវាតបទៀតទាំងអស់ហ្នឹងគឺសៀមចង់បានព្រំដែនមួយដូចហ៊ុនសែនព្រមជាមួយយួនអញ្ចឹងណាអូខេឆ្លើយប្រិមិត្តបន្តិចចុះណាធម្មជាតិខ្មែរអាមេរិកមិនចង់បានពាក្យអរគុណពីកម្ពុជាទេតែចង់បានអ្វីដែលលើសពីពាក្យអរគុណកុំនិយាយថាអ្វីចង់បានប្រយោជន៍មិនចង់បានផោមទេអូខេគេអត់ត្រូវការកម្ពុជាអរគុណហើយអត់ត្រូវការកម្ពុជាយកមាត់សំអុយកម្ពុជាទៅហាហើយតែងខ្យល់ស្អុយឲ្យគេទេគេត្រូវហើយបើសិនជាកម្ពុជាដាក់មាត់នឹងកោបអីខំប្រឹងធ្វើមាត់ឲ្យចេញខ្យល់កោបគេអត់ត្រូវការដែរគេត្រូវការផលប្រយោជន៍មានអីឲ្យគេទេណាអាហ្នឹងឲ្យយល់ឲ្យហ្នឹងណាខ្មែរក្រោម Florida morning Lina សួស្ដីកូនសុកច័ន្ទភ្ញាក់ហើយចប់មកនេះទៅសម្រាប់វិញទៅគេងវិញកូនគេងវិញគេងសងំគេងទៀតវាអត់ងងុយធ្វើការទៅក៏ក្រោកទៅពីក្បាលប្រឡប់នឹងខំប្រឹងគេងដែរឆ្នាំវាមិនធ្វើវាមិននេះលេបឡើង1ម៉ោង2ម៉ោងបានឆ្នាំវាចាប់ដើមជ្រាបក្នុងខ្លួនទៅបានគេងបានខ្លះបាទសុកបណ្ដាវាមាននយោបាយវា4បើវាខុសមួយវានឹងដាក់មួយថ្មីទៀតវាដើរជើង4ណាកូនណាបណ្ដាសួស្ដីណារីសុគន្ធសុកពូយើងដឹងគ្រប់គ្នាហើយកន្លែងមានក្របមីនជាដីខ្មែរចុះដោះធ្វើអ្វីធ្វើសម្បទានឲ្យគេឬយ៉ាងណារឿងនេះលោកហ៊ុនសែនត្រូវតែដោះស្រាយជាមួយសៀមបើលោកហ៊ុនសែនប្រើល្បិចដតីដើម្បីពន្យាពេលគឺចេះតែមានរឿងលោកហ៊ុនសែនឥឡូវមានកិច្ចការច្រើនណាស់គាត់ត្រូវសម្រេចណាកូនយើងអត់សម្រេចបានទេព្រោះហ្នឹងគឺជាបើនិយាយទៅគឺជាផលដែលចាញ់ពីអង្គើរបស់លោកហ៊ុនសែនធ្វើជាមួយវៀតណាមសៀមវិទេអានឹងរឿងនឹងវាអញ្ចឹងណាកូនបាទគួនយីថៃអាចនឹងចរចាជាមួយអាមេរិកកាំងកុំខឹងវិញបានអត់ទេកុំសួរអញ្ចឹងចៅកុំសួរអញ្ចឹងកូនណាគួនយីគេមិនអញ្ចឹងទេឲ្យតែដោះដូរជាមួយអាមេរិកកាំងបានអាមេរិកកាំងវាព្រមហើយបើសិនជាកម្ពុជាយើងហ្នឹងណាលោកហ៊ុនសែនទៅដោះដូរជាមួយអាមេរិកកាំងយឺតណាថ្ងៃក្រោយអត់មានណាជួយយើងទេគេជួយគេទាចំណែកណាយល់ទេអញ្ចឹងណាគេទាចំណែកសួស្ដីចាន់នារីបាទសួស្ដីឥឡូវហ្នឹងនៅក្នុងវគ្គនេះ
ដោយខ្ញុំសរសេរនៅក្នុងចំណងជើងអញ្ចឹងរឿងជាមួយសៀមមានតែលោកហ៊ុនសែនម្នាក់ជាអ្នកដោះស្រាយលោកហ៊ុនសែនត្រូវដោះស្រាយកិច្ចការច្រើនណាស់បាទបងម៉ូនីសួស្ដីបងអត់សម្រាប់ទេខ្ញុំសម្រាប់ងើបមកវិញហើយឥឡូវដល់ទីបញ្ចប់ឆាប់ហើយខ្ញុំវិលទៅរកសម្រាប់វិញហើយផឹកទឹកឲ្យច្រើនចិត្តតែភ្លេចផឹកទឹកណាភ្លេចផឹកទឹកហ្នឹងធ្វើទុកអញ្ចឹងហើយបងអើយយើងចាស់ហើយអញ្ចឹងលោកពូហេតុអ្វីចិនមិនជួយប្រទេសយើងហេតុដូចបានជាគេឈរអត់ដៃមើលទៅវិញគេអត់មានអីចំណេញកូនគេអត់មានអីចំណេញគេមើលឃើញថៃមានប្រយោជន៍បើអញ្ចឹងទៅគេលួចជួយថៃណាកូនគេលួចជួយថៃអញ្ចឹងសួស្ដីអ្នកប្រាជ្ញប្រយោជន៍ណាកូនយីអត់ប្រយោជន៍ដោះដូរនឹងគេអត់បានទេកូនអើយពិបាកណាស់សុំបីតែខ្ញុំណាកូននៅខ្ញុំពីអ្នកប្តីប្រពន្ធអញ្ចឹងណាប្រពន្ធខ្ញុំគាត់អត់តន់ចូលនិវត្តន៍ទេហើយចំណាយខ្ញុំនេះចូលនិវត្តន៍ហើយចូលនិវត្តន៍គឺអត់មានការងារធ្វើទេក្មួយគិតមើលក្នុងនាមជាប្តីដើម្បីរស់នៅជាមួយប្រពន្ធត្រូវធ្វើអីខ្លះខ្ញុំកើតមហារាជខ្ញុំឈឺប៉ុន្តែមិនដេកនៅកន្ទេលឲ្យប្រពន្ធបម្រើទេប្រពន្ធធ្វើការហត់ណាអញ្ចឹងត្រូវដាំបាយដាំទឹកត្រូវលាងចានត្រូវជូតផ្ទះត្រូវថែទាំឆ្កែត្រូវជួសជុលផ្ទះត្រូវបោសត្រូវសម្អាតត្រូវរើរូបយកសម្រាមចេញបោសអាចកណ្ដុរត្រូវការមើលក្រៅមើលក្នុងដំបូលខែល្ងាមកដល់ផ្ទះខូចខាតជួយហើយមើលឡានដាក់ប្រេងដូរប្រេងថ្មីអីណាហើយតំណែងតំណងជាមួយប្រពន្ធក្នុងកិច្ចការកដាស់ស្នាមតលតែធ្វើជាមួយគ្នាអាហ្នឹងកិច្ចការដែលត្រូវធ្វើបន្ទាប់មកទៀតស្មានទាំងចូលនិវត្តន៍ហ្នឹងអង្គុយចាំតាលុយចូលនិវត្តន៍ហ្នឹងធ្លាក់មកហើយអត់ទេត្រូវរកលុយពាក្យថាចូលនិវត្តន៍អត់ធ្វើការមែនមិនរកលុយណាបងដេតឡើងចូលនិវត្តន៍បើវាអត់មានលុយហូរចូលក្រៅពីហ្នឹងមកបើលុយវាមកតាមតាតយោតែមួយចាយមិនគ្រប់អញ្ចឹងក៏រកលុយរកកាក់ហើយរកលុយរកកាក់ជួនកាលក៏ខាតបងដែរមិនមែនអង្គុយឲ្យប្រពន្ធបម្រើទេណាតែអ្នកណាគេមានពេលមកបម្រើយើងហើយសុភមង្គលប្តីប្រពន្ធហ្នឹងយើងរស់នៅជាមួយគ្នាមិនមែនថាខ្ញុំឈឺអញ្ចឹងឈឺដេកអត់ទេមនុស្សយើងវាអញ្ចឹងណាកូនហើយចុះប្រទេសជាតិមិនតែត្រំក៏មានពេលមកជួយដែរឧទាហរណ៍ដូចមានជនបរទេសអីគេអត់មកជួយទេគេមករលុយឥឡូវឮសូរថាជនបរទេសហ្នឹងគេបានរៀបចំឲ្យខ្មែរនៅអាមេរិកនេះជួយរកលុយឲ្យគេតែខ្មែរហ្នឹងបើមិនចេះរកលុយមានរឿងចេះស្អាតឥឡូវផ្ដាច់ចំណងគ្នាហើយឥឡូវជនបរទេសដែលយើងចាត់ទុកថាជាព្រះវេស្សន្តរជិះតម្រៃសមកជួយប្រជាជនកម្ពុជាអីហ្នឹងណាឥឡូវហ្នឹងនៅក្រៅនេះបែកបាក់វាយករួចខ្លួនវាបាត់ហើយតែវាត្រូវចាំកូនចាំប្រពន្ធมันបានផលវាអត់ធ្វើទេនឹងសុំឲ្យដឹងផងអូខេបើមិនភ្ញាក់ខ្លួនទេចេះតែចូលចេះនឹកឃើញតែគេជួយនោះអត់ទេមានណាជួយដូចខ្ញុំយ៉ាងគ្រប់គ្រងតាត្រាំណាតាំងពីគាត់ជាប់ឆ្នោតមកតាត្រាំឲ្យអីខ្ញុំទី1ណាតំណែងឡើងថ្លៃកប់អាកាសអូខេតាត្រាំនិយាយពីថ្លៃសាំង1កាឡុង2ឡាជាងអីហ្នឹងណាខ្ញុំរកឃើញ1កាឡុង299ណាខ្ញុំជឿថាមានកន្លែងខ្លះ289ខ្ញុំជឿបណ្ឌភាគច្រើនសាំងខ្ញុំទទួលបានថាវាចុះថោកបន្តិចតែតំណែងស្អីថ្លៃណាស់សេវាកម្មឡើង1ជា3ជា4ណាជាពិសេសម្ហូបថ្លៃមែនទែនពងមាន់វាថោកមែនប៉ុន្តែសាច់ជ្រូកសាច់គោអីថ្លៃណាស់ខ្ញុំបានអីដែលត្រឹមដុល្លារមួយឆ្នាំហ្នឹងបានអីតាំងពីត្រឹមឡើងមកខ្ញុំជំរាបត្រង់ជីវិតខ្ញុំវាអត់ពិបាកទេ
តែប្រជាជនអាមេរិកខ្ញុំដឹងថាមានអ្នកពិបាកច្រើនបានការអីវាពិបាកច្រើនណាស់បន្តមកទៀតរឿងជនតើវ៉េចាប់អានេះបញ្ជូនអានោះអីចាប់បញ្ជូនអីដឹងហើយថាត្រូវតែធ្វើដឹងហើយថាវាជាកម្មវិធីណាការធ្វើឲ្យព្រំដែនមានសន្តិសុខអីខ្ញុំយល់ព្រមតែនៅពេលដែលចំណាយធ្វើកិច្ចការហ្នឹងហើយអត់គិតរឿងប្រពះនេះទំនិញសពសារពើឡើងថ្លៃមកហូបក៏ឡើងថ្លៃអាទំនិញប្រើប្រាស់ដទៃក៏ឡើងថ្លៃវាបញ្ហាអាហ្នឹងមួយទៀតគឺចេះអ្នករកស៊ីតូចតាចលក់អត់សូវដាច់ទេឥឡូវនេះណាលក់អត់សូវដាច់ទេដោយសារអីដោយសារតែពន្ធគយអា tariff ដែលដាក់ទៅប្រទេសនេះនោះអីវ៉ាន់យកចូលមកដូចស្ករគ្រាប់អីឡើងថ្លៃសឹងតែ 300% ណាដោយសារទំនាស់ជាមួយកាណាដាណាហើយរឿងទំនាស់ជាមួយកាណាដាស្មាតទោសដោយក្តរកលិតធ្វើរឹកដូចកូនក្មេងបើអាចវាយក្រុងអង្គអាចវាយក្រុងអង្គតារយ័នហ្នឹងវាគាត់ទៅធ្វើប៉ុណ្ណឹងវាមិនឲ្យលួចស្បែកអត្រាំទេត្រូវគ្នាចរចាជាមួយនឹងនាយករដ្ឋមន្ត្រីគេហើយមកធ្វើអញ្ចឹងជាមួយគេអាកាណាដានោះក៏គ្នាបាត់បង់ការងារហើយចំណែកអាកិច្ចការដែលត្រូវបញ្ជូនផលិតផលមកអាមេរិកនេះថ្លៃកប់អាកាសស្ករដែលញ៉ាំហ្នឹងធ្វើនៅកាណាដាឡើង 300% តើត្រង់នឹងឲ្យប្រយោជន៍ស្អីដល់អាមេរិកកាំងខ្លះអញ្ចឹងសរុបសេចក្តីមកអត់ទាន់ឲ្យប្រយោជន៍ច្រើនទេណាធ្វើការមានល្អប៉ុន្តែល្អយ៉ាងណាក៏ពះតំណែងវាឡើងថ្លៃណាហើយការសម្រេចចិត្តខ្លះវាដូចក្តរកលិតចឹងនិយាយឲ្យស្រួលស្ដាប់ដូចក្តរកលិតចឹងអានោះវាប្រែប្រួលលឿនពេកទៅអាតំណែងហ្នឹងវាឡើងថ្លៃណាដោយប្រហែលថ្ងៃហ្នឹង shut down អីអស់40ថ្ងៃហ្នឹងវាអត់ចាំបាច់ណាវាអត់ចាំបាច់ដល់ប៉ុណ្ណឹងធ្វើឲ្យខូចខាតសេដ្ឋកិច្ចច្រើនថ្ងៃនេះភ្ញាក់ខ្លួនណាចាប់ផ្ដើមកាត់បន្ថយពន្ធអីចឹងជួនកាលចូលពេកខ្ញុំអ្នកដឹកនាំប្រយ័ត្នរឿងចូលតែចូលខ្លាំងពេកប្រទេសពិបាកខ្ញុំប្រើពាក្យហ្នឹងត្រូវយល់ណាអាត្រង់វាគ្រូខ្ញុំហើយខ្ញុំក៏គ្រប់គ្រងវាដែរប៉ុន្តែនៅស្រុកអាមេរិកនយោបាយដែលវាធ្វើចេញផលមកល្អឬមិនល្អត្រូវតែនិយាយមិនមែនជាយកសម្ដេចឲ្យអាណាទៅដុតផ្ទះចោលអរគុណសន្តិភាពគេណាអត់មានទេនៅស្រុកអាមេរិកអត់មានទេអត់មានទេណានៅពេលដែលជាប់ឆ្នោតត្រូវមើលតើផលហ្នឹងវាចេញយ៉ាងម៉េចជាពិសេសគឺតំណែងប្រើប្រាស់និងឧបភោគបរិភោគថ្លៃសម្បើមម្សិលមិញខ្ញុំញ៉ាំបាយជាមួយប្រពន្ធខ្ញុំនៅក្រៅផ្ទះម្សិលមិញមិនសិលមួយថ្ងៃទេម្សិលមួយថ្ងៃទេមិនសិលមិញដោយសារខ្ញុំយកឡានទៅធ្វើក៏ប្រញាប់យកឡានទៅធ្វើពីអ្នកប្តីប្រពន្ធគាត់តែចូលញ៉ាំអាហារថ្ងៃត្រង់$102ពីអ្នកប្តីប្រពន្ធ$102ណា$102ប្រាក់ lunch American food $102ពីអ្នកប្តីប្រពន្ធថ្ងៃសុក្រណាដល់ល្ងាចថ្ងៃសុក្រហ្នឹងប្រពន្ធខ្ញុំប្រាប់ថាខ្ញុំអស់លុយពីកប៉ៅក៏ប្រពន្ធខ្ញុំឲ្យលុយមកចាយធម្មតាឲ្យខ្ញុំអត់ទៅធនាគារទេថ្ងៃសុក្រថ្ងៃអីចឹងទៅខ្ញុំប្រាប់ប្រពន្ធខ្ញុំក៏ឲ្យលុយចាយខ្ញុំមិនដឹងចាយអីទេណាខ្ញុំមានតែទិញអីខ្ញុំនៅតែផ្ទះធ្វើការក្រៅពីទៅពេទ្យហ្នឹងប៉ុន្តែថ្ងៃសុក្រចឹងប្រពន្ធខ្ញុំតែងតែឲ្យលុយចាយឲ្យសាច់លុយព្រោះខ្ញុំអត់ចូលចិត្តយកកាតទៅប្រើទេខ្ញុំមិនងាយយកកាតទៅប្រើទេតែបើទៅ Home Depot មានកាតប៉ុន្តែក្រៅពីហ្នឹងខ្ញុំមិនដែលចាយហើយចាក់សាំងក៏ខ្ញុំមិនដែលយកកាតទៅដាក់ចាក់សាំងចាអីទេបាទអត់ទេខ្ញុំបង់តែលុយសុទ្ធព្រោះខ្ញុំមិនចង់ជាពាក់គេណាតែគាត់ទៅចូលទៅបាយ2នាក់$102
ស៊ុបមួយចានសាឡាត់មួយចានហើយនឹងអង់ត្រេមួយចានពីអ្នកដីប៉ុន$102អាមេរិកកាំងអ្នកអង្គុយជុំវិញខ្ញុំហ្នឹងយើងក៏ដឹងដែរថាអ្នកអង្គុយហ្នឹងវាជាថ្នាក់ណាពួកគេជាអ្នកចូលនិវត្តន៍មែនប៉ុន្តែនៅម្ដុំខ្ញុំសិតតែ wealthy people នៅម្ដុំខ្ញុំសិតតែអ្នកមានអញ្ចឹងទោះបីគេស្លៀកពាក់ធម្មតាមែនបើយើងដឹងគេអ្នកមានហ្មងគេមានណាគេរត្រែតប្រាក់ខែប្រាក់ចំណូលគេប្រចាំខែ10000មួយខែអីដូច្នេះគេចេះតែញ៉ាំបានណាប៉ុន្តែវាអត់មានប្រជាជនថ្នាក់ក្រីក្រណាទៅញ៉ាំកើតទេ2នាក់បាយ2នាក់$100ថ្លៃណាស់លោកអើយថ្លៃណាស់ថ្លៃណាស់ថ្លៃណាស់ហើយខ្ញុំប្រាប់ប្រពន្ធខ្ញុំថាអត់មកញ៉ាំទៀតទេប្រពន្ធខ្ញុំដាក់យ៉ាងម៉េចថ្លៃណាអាណារលុយបានពីអ្នកដីប៉ុនចូលញ៉ាំបាយថ្ងៃត្រង់ពេល100ងាប់ហ៎តែរស់បានស្រួលហ្នឹងដោយសារអត់ចាយហ្នឹងណាបាយផ្ទះហ្នឹងហើយណាមួយបាយផ្ទះឆ្ងាញ់ជាងណាបាយផ្ទះមានតែបាយផ្ទះនេះឆ្ងាញ់ខ្ញុំបាយផ្ទះគឺអត់ដែលថាមិនឆ្ងាញ់ទេគឺខ្ញុំ appreciate home cook រហូតព្រោះកាលខ្ញុំនៅធ្វើការនោះងាកហាងស៊ីតែបាយហាងស៊ីឡើងសឹកថ្មិញអស់តាំងពីឈឺមកបានបាយផ្ទះហ្នឹងណាtip 18% tip 8-10% tip is not based on performance ណា let's say yes you go to a place and you don't like it and the bill come over and then you pay tips $15 or $18 depend nah? I mean 15 or 18% even you don't like it next time you just don't come to the place if you don't like services you quit that the last time but you cannot show unhappiness by lower tip វានាំមានការមើលមុខគ្នាមិនល្អយើងមិនពេញចិត្តយើងឈប់មកញ៉ាំកន្លែងហ្នឹងខ្ញុំភាគច្រើននៅអាមេរិកបើសិនជា restaurant ហ្នឹងគេដាក់ tip 18% ខ្ញុំមិនថាអីទេបើ restaurant ហ្នឹងដាក់ tip 20% ខុសគ្នាតែ 2% ទេប៉ុន្តែខ្ញុំប្រកាន់ខ្ញុំអត់ញ៉ាំទេខ្ញុំចូលតែម្ដងខ្ញុំឈប់ចូលតែឥឡូវនេះគឺរឿងសំខាន់ជាងគេដើម្បីរស់ពីអ្នកប្តីប្រពន្ធនិយាយតាចាស់ហ្នឹងគឺកុំចាយស្អីក៏ហើយក៏ត្រូវធ្វើនៅផ្ទះទាំងអស់កុំចាយណាដឹងហើយយុរ៉ុបវាខុសគ្នាណានៅហាងខ្លះកាលយ៉ាពេលយើងចូលគ្នាច្រើនគេដាក់ tip ឲ្យស្រេចហ្មងអាហ្នឹងខ្ញុំក៏ដឹងដែរបាទនិយាយចំទៅខ្ញុំគិតចម្បើមកខ្ញុំអត់ចង់បាយក្រៅទេខ្ញុំចង់តែបាយផ្ទះទេ I don't want to I don't have ខ្ញុំអាចរស់បានស្រួលគឺខ្ញុំញ៉ាំផ្ទះហ្នឹងហ្មងដូចទៅទីហោម៉ោងហ្នឹងឯងខ្ញុំឃ្លានអីខ្ញុំទៅអូតមៀលដាក់កូនឆ្នាំងមួយមកដាក់ស្រូវសាលីហ្នឹងមកហើយដាក់ទឹកក្តៅទៅដាក់លើចក្រានបន្តិចមកកូរវាកុំឲ្យវាស្អិតទៅកូរវាហើយទៅចាក់ទឹកដោះគោតែគេដកខ្លាញ់ fat free ហ្នឹងចាក់ចូលទៅអ៊ុនផឹកដាក់កែវផឹកទៅបានហើយណាបើឃ្លានយកអញ្ចឹងកូរអូតមៀលស្រូវសាលីណាកូរកាលយ៉ាងកូរទៅឲ្យវាឆ្អិនតែ1 minuteទេតាមពិតនោះអាហ្នឹងគេហៅ1 minute ណាគេចំអិនមុនហើយកូរមកទៅចាក់ទឹកដោះគោfat free milk ហ្នឹងចាក់ទៅហើយបើមាន blueberry ដាក់ 3-4 គ្រាប់ទៅដាក់កែវទៅហត់ទៅឆ្អែតហើយបាត់ឃ្លានហើយបើសិនជានៅឃ្លានទៀតណាសណ្ដែកដីសណ្ដែកស្អីច្រើនណានេះសណ្ដែក I have ខ្ញុំទិញសណ្ដែកសម្រាប់ញ៉ាំដែលគេដាក់អំបិលតិចមែនតើណា lightly salt សណ្ដែកហ្នឹងខ្ញុំយកមកដាក់មាត់ពី3គ្រាប់ទៅខ្ញុំទៅពេលទៅខ្ទិះលេបទៅឆ្អែតហើយចាំស្អែកឡើងពេលថ្ងៃត្រង់ហ្នឹងធ្វើម៉េច
ឲ្យបានបន្លែច្រើនតែដោយសារថ្មិញវាមិនប្រកែមានផ្សិតមានម្ទេសខ្លោងធំមាន broccoli មាន green leaf អីចឹងទៅយកមកទៅ sizzling មកឲ្យបានមួយចានមកអាហ្នឹងឆ្អែតទៀតណាឆ្អែតទៀតហើយបើបានប៉ុណ្ណឹងគឺ healthy បត់ជើងបត់អីអត់មានក្តៀនមានអីទេណាប៉ុណ្ណឹងហើយស្ករអត់ទេអត់ត្រូវការអត់ចង់ទេអំបិលក៏មិនសូវចង់ហើយសាច់មានតែបន្ទោសប្រពន្ធខ្ញុំមានតែប្រាប់ប្រពន្ធខ្ញុំ I always complain my wife too much meat ខ្ញុំមិនសូវទេណាអញ្ចឹងតាំងពីខ្ញុំឈឺមកខ្ញុំដូរ diet ណា I change my diet ខ្ញុំចូលចិត្តបន្លែណាឥឡូវពីដើមអូយឪម៉ែសាច់ហើយពីដើមខ្ញុំគឺជាមនុស្សម្នាក់ដែលញ៉ាំតែសាច់ទេតែឥឡូវនេះអត់ទេក្លៀនថ្មល់ណា oatmeal ពេលខ្លះទៅធុញ oatmeal multigrain bread អានំប៉័ង multigrain ណាហ្នឹងហើយយកអត់មានស្ករណា low sodium and no sugar យកមកទុកនៅហ្នឹងទៅអញ្ចឹងទៅញ៉ាំមួយចនិតទៅហើយផឹកទឹកទៅឆ្អែតដែរប៉ុន្តែធ្វើ show ធ្វើអីចេះតែធ្វើអានស្ដាប់ព័ត៌មានអីធ្វើដឹងមិនបានធ្វើទេពីព្រោះឈឺណា cancer patient កើតមហារីកណាអត់អាចយកគោក្បាលទៅគិតថាអូយអញកើតមហារីកមើលទៅបាទដឹងមើលទៅរហូតបានយូរឯងមើលទៅបាទស្លាប់ឆាប់ហើយមើលទៅអូយអញខ្លាចណាអូយបើសិនជាដេកដើរឈរអង្គុយចេះតែគិតអញ្ចឹងដួលព្រោះហ្មងកាន់ចេះ collapse ហ្មងងើបលែងរួចហ្មងតអញ្ចឹងទៅអត់គិតទេឲ្យតែពេលណាមាន stress អាហ្នឹងខំប្រឹងយ៉ាងម៉េចកុំឲ្យវា stress ហ្នឹងវានៅយូរពេកឲ្យវាឆាប់អស់ធ្វើម៉េចឲ្យមួយថ្ងៃហ្នឹងរវល់រឿងផ្សេងកុំឲ្យមាន stress ហើយរបស់មួយដែលជួយឲ្យបាត់ stress គឺកូនឆ្កែហ្នឹងឯងបន្តិចវាមកអើតមើលឲ្យចំណៃវាម្រាមដៃទៅវាសុបាយចិត្តវាទៅបាត់ទៅតិចវាមកអើតមើលថាធំដល់ទៅដល់អញ្ចឹងទៅអត់បានគិតទេគ្រប់3ខែទៅថតមកអញ្ចឹងទៅគ្រូពេទ្យគេប្រាប់ថាឲ្យធ្វើអីធ្វើតាំងទៅហើយយកពេលវេលាមកប្រើឲ្យមានប្រយោជន៍ដល់ខ្លួនឯងផងប្រយោជន៍ដល់សង្គមផងណាពួកម៉ាក់ខ្ញុំម្សិលមិញគេថាឯងមើលចេញឯងទៅដូចជាសុខភាពល្អណាស់vậyមុខមាត់អីមិនសមកើតមហារីកឈឺអីដល់ហ្នឹងឯងសួរដូចឆោតនិយាយលេងនិយាយមែនvậyឃើញទេគេថាអញ្ចឹងមានអ្នកខ្លះគិតថាខ្ញុំនឹង make up a story អត់ទេនៅ24ម៉ោងធ្វើទុកសង្ងំណានៅ24ម៉ោង I suffer but I have to manage my suffering I have to manage my stress ណាអូខេពីយប់ថ្ងៃសក់ហ្នឹងឃើញក្មួយស្រីម្នាក់នៅស្រុកខ្មែរអត់ស្គាល់ឈ្មោះគាត់ទេពីអ្នកដីប៉ុនហ្នឹងក្មេងៗក្មួយស្រីហ្នឹងវាមានធូម៉ានៅក្នុងវាមានធូម៉ានៅក្នុងសួតណាគាត់វះកាត់3ឆ្នាំហើយដល់ទៅឆែកទៀតវា grow ដល់អញ្ចឹងទៅគាត់ខំប្រឹងពង្រឹងខ្លួនគាត់ដើម្បីកសាងសុភមង្គលគ្រួសារខ្ញុំឃើញគាត់មានបញ្ហាហ្នឹងខ្ញុំក៏សរសេរជូនពរគាត់ហើយខ្ញុំប្រាប់គាត់ថាខ្ញុំក៏កើតមហារីកដែរអញ្ចឹងជូនពរគាត់ឲ្យគាត់ manage ជីវិតគាត់ឲ្យបានហើយដោយសារគាត់ជឿសាសនាព្រះយេស៊ូវគ្រីស្ទ
ហើយខ្ញុំនេះចេញពីសាលាព្រះយេស៊ូវគ្រីស្ទដែរអញ្ចឹងខ្ញុំក៏អធិដ្ឋានជូនគាត់ដែរអធិដ្ឋានជូនគាត់ឲ្យព្រះជាម្ចាស់និងព្រះវិញ្ញាណបរិសុទ្ធនឹងជួយកាយគាត់ឲ្យគាត់កុំឲ្យមានការលំបាកចិត្តពេកអីចឹងដើម្បីឲ្យគាត់នឹងជ្រះថ្លាគាត់ក្មេងណាក្មេងអាយុប្រហែលកូនខ្ញុំតែធ្វើម៉េចរឿងអូចិន្តាឃើញណាពូឃើញពូសរសេរអធិដ្ឋានជូនគាត់ណាឃើញគាត់ក្មេងតែ cancer វាអត់មានរើសអាយុរើសជនជាតិទេវាកើតដែរណាវាកើតដែរតែទោះបីយ៉ាងណាក៏ដោយក៏ខ្ញុំត្រេកអរចំពោះព្រះដែលឲ្យខ្ញុំរស់បាន3ខែម្ដងណាណា Silent I saw recruit more staff to do immigrant job which are delayed for so many years and thousands of cases in this case still important and require I heard about that ខ្ញុំឮសូររឿងហ្នឹងដែរកូនឮសូររឿងហ្នឹងដែរប៉ុន្តែខ្ញុំអត់បាន dig into the story ណាបាទខ្ញុំឮសូររឿងហ្នឹងដែរតែខ្ញុំអត់បានជីកឬជីកគល់ច្រើនទៅលើរឿងហ្នឹងទេអញ្ចឹងខ្ញុំឆ្លើយមិនតាន់បានណាកូនបាទមិនឆ្លើយមិនបានទេខ្ញុំវាមិនខ្ញុំឃើញនៅក្នុង Wall Street Journal ណា Salen I subscribe to Wall Street Journal Reuters South China Morning Post Nikkei Asia ណា Morning បងហុយវិនបាទលីហួរតាបញ្ចប់ឥឡូវហើយបញ្ចប់ហើយតាទៅលុបមុខដល់ថ្មិញតាគេងដងទៀតណាគេងដងទៀតរហូតដល់ចៅឆ្កែនឹងវាដាស់ម៉ោង8:30នាទីបើថាមិនឃើញទេចៅវាដាស់ឆ្កែហ្នឹងគឺដូចនាឡិកាអញ្ចឹងម៉ោង6ដាស់បើថាតាមិនប្រងើបទេម៉ោង8ដាស់អញ្ចឹងអរគុណណាស់បងប្អូនខ្ញុំនិយាយលេងប៉ុណ្ណឹងហើយចាំជួបគ្នានៅពេលក្រោយខ្ញុំបញ្ចប់ show ត្រឹមប៉ុណ្ណឹងខ្ញុំទៅរកសម្រាប់វិញជម្រាបលាអរគុណបានចូលរួម